Ok, số đây là nó nhé, sao cùng một cái video mấy chân copy video muốn cho bạn riêng từ năng rụp môn parabol ellip năng hyperbola hay ấy trên cái này kia một phương làm hành một mình ចំពោះបងប្អូនដែលប្រឡងមក10ឆ្នាំ2027ឆ្នាំក្រោយនេះបើសិនជាមានបំណងចង់រៀនជាមួយគ្រូអាចត្រឡប់មកគ្រូបានហើយគឺយើងអាច join group Telegram នៅខាងលើ caption សិនបានយើងចំពោះលំហាត់ parabol ជាទូទៅគេមិនអាចឲ្យជាទម្រង់ស្តង់ដារមកស្រាប់ទេបើគេឲ្យជាទម្រង់ស្តង់ដារមកស្រាប់វាងាយស្រួលការដោះស្រាយទេប៉ុន្តែបើសិនគេឲ្យជាសមីការទូទៅវិញអញ្ចឹងយើងត្រូវការបំលែងឲ្យវាចេញជាសមីការស្តង់ដារហើយបានយើងអាចរកកនៃកម្ពូលគំនុំមិនបានហើយមួយប្រភេទទៀតគេអាចឲ្យជា coordinate វិញអាហ្នឹងកាន់តែប្រវត្តិជាងនឹងទៀតអញ្ចឹងចាំវីដេអូបន្ទាប់យើងនឹងលំហាត់ទី2យើងនិយាយអំពី parabol ដែលគេឲ្យជាចំណុចមកជាឲ្យជាកម្ពូលជាគំនុំឬក៏បន្ទាប់ប្រាប់ជាមកហើយគេឲ្យយើងរកជាសមីការស្តង់ដារវិញអញ្ចឹងឥឡូវយើងមកមើលលំហាត់នេះលំហាត់ទី1នេះគឺគេឲ្យយើងសមីការ parabol គឺ y ការ៉េបូក 4y ដក 8x ដក 12 ស្មើ0ក៏ឲ្យយើងបំលែងសមីការនេះជាសមីការស្តង់ដារនៃ parabol ហើយគេឲ្យរកកនៃកម្ពូលគំនុំនិងសមីការបន្ទាប់ប្រាប់ទិសនៃ parabol ហ្នឹងខនេះសង់អញ្ចឹងទៅតនឹងសង់លោកគ្រូនឹងដាច់វីដេអូដោយ like បន្ទាប់ពីវីដេអូហ្នឹងហើយលោកគ្រូនឹងសង់នៅលើกระดาษឲ្យពួកយើងមើលជាក់ស្ដែងដោយប្រើបន្ទាត់ហើយយើងគូបាច់ image ចឹងទៅចាឥឡូវយើងមកមើលសំណួរកយើងត្រូវការបំលែងឲ្យវាចេញជាសមីការស្តង់ដារនេះអញ្ចឹងកយើងអញ្ចឹងយើងយកសមីការរបស់យើងគឺ y ការ៉េបូក 4y ដក 8x ដកឲ្យ12ស្មើ0យើងត្រូវចាំថារួមមុន parabol គឺមានតែ2តម្រងឯងគឺឆ្លោះ d និងឆ្លោះឈអញ្ចឹងបើសិនជាការ៉េខាង y យើងត្រូវបំលែងវាឲ្យចេញជាការ៉េហើយអាណាអត់មាន y ទេយើងបោះមកខាងស្ដាំអស់មកអញ្ចឹងរួមមុនគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអា y ការ៉េយើងទុកដើមមកនេះបូក 4y អញ្ចឹងយើងបោះ 8x បោះមកបានបូកនេះបាន 8x បូក12ឥឡូវយើងចាប់ផ្ដើមថែមថយដើម្បីឲ្យចូលរូបមន្តរបស់យើងអញ្ចឹងអានេះដើម្បីឲ្យចូលរូបមន្តយើងត្រូវថែមប្រមាណថែម4ណាថែម4ដើម្បីចូលរូបមន្ត a ការ៉េបូក 2a បូក b ដូចជាការ៉េអញ្ចឹងកន្លែងថែមថយសង្ឃឹមថាពួកយើងអាចធ្វើបានអញ្ចឹងយើងថែមខាងនឹង4អញ្ចឹងខាងស្ដាំនេះក៏យើងថែម4ដូចគ្នាបើអញ្ចឹងវាអត់ស្មើគ្នាទេណាអញ្ចឹងចូលរួមមុនឲ្យយើងបាននេះគេបាន y បូក 2លើជាការ៉េស្មើខាងនេះយើងបូកគ្នាតើនេះបានប៉ុន្មាន16វិញហើយពេលយើងបូកទៅបាន16អញ្ចឹងត្រូវចាំថាកន្លែងនេះរួមមុនរបស់យើងនេះx មេគុណវាគឺតែ1ទេអញ្ចឹងបើសិន8អញ្ចឹងយើងត្រូវចាប់8ជាកតាចាប់8ជាកតាអញ្ចឹងវាបាន x បូក16ពេលយើងចាប់8ចេញទៅសល់2ដែរអញ្ចឹងយើងបានសមីការស្តង់ដារយើងនេះគឺ y ការ៉េបូក 2 ជាការ៉េស្មើ8គុណឲ្យ x បូក 2បន្ទាប់មកយើងដាក់រាងវាយើងថាម៉េចមានរាងy ការ៉េដកការលើជាការ៉េស្មើ 4p គុណឲ្យ x ដក50អញ្ចឹងវាមានអឆ្លោះអីគេមានអឆ្លោះសមីការយើងគឺមានអឆ្លោះអីគេការ៉េខាង y ណាអញ្ចឹងអឆ្លោះគឺអឆ្លោះដេកមានថាបន្ទាត់យើងគឺអឆ្លោះ y ស្មើការអញ្ចឹងការ y ស្មើការវាជាបន្ទាត់ដេកវាបើយើងពីអនិងអឆ្លោះប៉ុន្តែយើងនិយាយពីបន្ទាត់តែនេះអញ្ចឹងអឆ្លោះយើងគឺអឆ្លោះដេកអូខេអញ្ចឹងយើងដូចនេះមកតង់សិនទៅដូចនេះសមីការស្តង់ដារ
y បូក2លើជាការ៉េស្មើ8គុណនឹង x បូក2ហ្នឹងសមីការស្តង់ដាររបស់យើងសំណួរបន្ទាប់ក៏ឲ្យយើងរកអីគេនេះរក coordinate ហើយបន្ទាប់ប្រាប់ទិសទៀតអញ្ចឹងយើងស្គាល់សមីការស្តង់ដារយើងអាចរកបានមិនចឹងអញ្ចឹងយើងតាមរយៈអាសំណួរខាងលើមិញយើងអាចទាញបានអីអញ្ចឹងគេមានហាសរបស់យើងហាសយើងនេះហាសយើងដក x ដកហាសនេះ x បូក2អញ្ចឹងហាសយើងស្មើដក2ហាសស្មើដក2ការយើងមកមើលនេះវិញការស្មើបានដក2ដែរការស្មើដក2ដូចគ្នាហើយ4ប៉េស្មើប៉ុន្មាននេះ4ប៉េជាមេគុណរបស់ x អានេះមេគុណរបស់ x 8អញ្ចឹង4ប៉េស្មើ8អញ្ចឹងយើងទាញរកប៉េមកបាន2ដែរប៉េស្មើ2អញ្ចឹងអាចរកកម្ពូលបានហើយក៏នៅកម្ពូលវ័យហ្នឹងក៏នៅវាគឺហាសការអញ្ចឹងយើងចំនួនវាចូលទៅយើងបានដក2ហើយយើងមើលទៅលើតទៀតគឺកំណុំណារកកំណុំF តែចាំថាប៉េនៅខាងអីរួមរបស់យើងនេះប៉េនៅខាងហាសអញ្ចឹងខាងហាសគឺប្រែប្រួលអញ្ចឹងពេលយើងរកកំណុំហាសត្រូវបូកជាមួយប៉េហើយការគឺថេអញ្ចឹងវាស្មើជាមួយអីយើងជំនួសវាចូលទៅហាសយើងដក2ដល់ពេលប៉េយើង2អញ្ចឹងដក2បូក2ហើយការយើងដក2អញ្ចឹងវាបាន2ដក2 0អី0ដក2នេះកំណុំរបស់យើងបន្ទាប់មកសមីការបន្ទាប់ប្រាប់ទិសចុះសមីការបន្ទាប់ប្រាប់ទិសគឺយើងយកអាខាងអីខាងអត់ការ៉េនេះអញ្ចឹងខាងអត់ការ៉េគឺ x អញ្ចឹងយើងយក x ស្មើហាសបូកហាសដក p x ស្មើហាសដក p អាហ្នឹងក៏លឿនការចំណាំដែលយើងបានរៀនតាពីវីដេអូមុនយើងចំនួនវាចូលមកបាននេះគេហាសយើងដក2ដល់ពេល p យើង2អញ្ចឹងដកឲ្យ2ទៅស្មើដក4អញ្ចឹង x ស្មើដក4ហើយបើយើងចង់ថែមអក្សរទៀតក៏ថែមបានដែរអក្សរយើងគឺអីគេអក្សរx y ស្មើការស្មើដក2ចេះស្មើដក2ជាអក្សរចឹងយើងឆ្លើយដូចនេះមកប៉ុណ្ណឹងបានហើយដូចនេះ x ស្មើដក4អញ្ចឹងនៅសំណួរខទៅតាមការសង់អញ្ចឹងនៅវីដេអូក្រោយយើងនឹងសង់បងប្អូនគ្នាអញ្ចឹងវីដេអូហ្នឹងគឺយើងបញ្ចប់ត្រឹមប៉ុណ្្នឹងសិនបាទសូមអរគុណ